កាលពីព្រេងនាយមានចចកត្រៅធំមួយដល់ខែលំហើយវាដើររកត្រពាំងបឹងបួដែលរីងទឹកដើម្បីចាប់ត្រីស៊ីលុះទៅដល់ត្រពាំងមួយរីងទឹកអស់នៅតែប្រឡងមួយឃើញសុទ្ធតែភក់មានត្រីកំពឹសបង្កងក្តាមជាច្រើនណាស់ចចកឃើញហើយមានចិត្តត្រេកអររីករាយគិតថាថ្ងៃនេះអញមានលៀបធំណាស់ជាលៀបចម្លែកជាងសពថ្ងៃឯកំពឹសមានប្រាជ្ញាឮចចកថាដូច្នោះហើយក៏និយាយលួងលោមចចកថាយើងទាំងអស់គ្នាសុទ្ធតែចំណេញបងចចកឯងទាំងអស់ហើយប៉ុន្តែយើងប្រឡាក់ភក់ណាស់បងឯងស៊ីយើងទាំងភក់ដូច្នេះមិនឆ្ងាញ់ពិសាទេចចកឆ្លើយថាធ្វើដូចម្ដេចនឹងឆ្ងាញ់ពិសាកំពឹសឆ្លើយថាត្រូវបងចចកយកយើងទៅលាងទឹកឲ្យជ្រះស្អាតហើយសឹមស៊ីនោះទើបឆ្ងាញ់ពិសាចចកថាដូចម្ដេចនឹងយកទៅលាងបានបើច្រើនដល់ម្លេះកំពឹសថាបងចចកកុំព្រួយចិត្តខ្ញុំធានាគិតឲ្យបងបានស្រួលប៉ុន្តែត្រីបងឯងតាមខ្ញុំចចកឆ្លើយឡើងថាបងឯងធ្វើដូចម្ដេចក៏ខ្ញុំតាមទាំងអស់កំពឹសថាធ្វើដូច្នេះចូលបងឯងចូលមកននៀលក្នុងភូកនេះហើយយើងរាល់គ្នានឹងបានតោងខំរោមបងឯងនាំយើងទៅរកស្ទឹងបឹងបួឯណាដែលមានទឹកថ្លាច្រើនបងឯងលាងយើងឲ្យស្អាតហើយសឹមបងឯងស៊ីឆ្ងាញ់ពិសាតាមចិត្តចុះឯចចកជាសត្វលោភហើយល្ងងក៏ធ្វើតាមពាក្យកំពឹសនឹងត្រីក៏បបួលគ្នាតោងរោមចចកទៅលុះទៅដល់បឹងមួយធំវែងមានទឹកថ្លាល្អចចកដើរចុះទៅក្នុងទឹកអស់ត្រីកំពឹសលោតទៅក្នុងទឹកហើយប្រាប់ថាបងចចកឯងទៅជញ្ជូនមកឲ្យអស់សិនសឹមមកស៊ីឲ្យឆ្អែតតែម្ដងយើងនៅចាំបងនៅទីនេះចចកក៏ទៅជញ្ជូនត្រីនិងកំពឹសមកលុះត្រាតែអស់ពីត្រពាំងនោះពួកត្រីកំពឹសក្តាមខ្យងដឹងថាចចកជញ្ជូនអស់ហើយក៏នាំគ្នាមុជក្នុងទឹកបាត់អស់ទៅពេលចចកដឹងថាកំពឹសបញ្ឆោតដូច្នេះហើយខឹងណាស់ដើរទៅបបួលអស់សត្វធំតូចដំរីរមាសខ្លាគ្រប់ភាសាសត្វទាំងពស់ថ្លន់ពស់ធំពស់តូចទាំងសត្វហើរគ្មានសេះសល់បន្តិចបបួលគ្នាមកបាយទឹកបឹងនោះឲ្យរីងនឹងបានចាប់ត្រីក្នុងបឹងនោះស៊ីឲ្យអស់បានឲ្យពស់ថ្លន់ធ្វើជាទំនប់សត្វឯទៀតក៏បបួលគ្នាបាយសត្វក្នុងបឹងដឹងថាចចកបបួលគ្នាបាយទឹកឲ្យរីងទាំងបឹងភ័យណាស់ក៏គិតគ្នាថាយើងធ្វើម្ដេចនឹងបានឲ្យសត្វទាំងអស់នេះលែងបាយទឹកកាលនោះត្រីក្រាញ់ឆ្លើយឡើងថាខ្ញុំឮគេនិយាយថាបងសុភាទុនសាយជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះខ្ញុំនឹងទៅពឹងបងសុភាទុនសាយឲ្យមកជញ្ជូនដោះទុក្ខពួកយើងពួកត្រីគិតគ្នាហើយក៏ប្រោត្រីក្រាញ់ទៅអញ្ជើញសុភាទុនសាយត្រីក្រាញ់ប្រឹងននៀលទៅលុះត្រូវថ្ងៃក៏ក្រៀមស្រកាអស់ដល់យប់សុភាទុនសាយចេញមករកស៊ីបានឃើញត្រីក្រាញ់ននៀលដូច្នោះហើយក៏សួរថាបងត្រីក្រាញ់ទៅណាត្រីក្រាញ់ឃើញសុភាទុនសាយហើយមានចិត្តត្រេកអរណាស់និយាយអង្វរថាបងសុភាទុនសាយអាណិតខ្ញុំត្បិតត្រីទាំងអស់ក្នុងបឹងគេប្រៅខ្ញុំមកឲ្យអញ្ជើញបងសុភាទុនសាយទៅត្បិតឮទាំងសត្វទាំងមនុស្សនិយាយថាបងជាអ្នកមានប្រាជ្ញាចេះដោះទុក្ខមនុស្សសត្វផងជាច្រើនណាស់មកហើយបើដូច្នេះបងសុភាទុនសាយអាណិតជួយដោះទុក្ខអស់បងប្អូនខ្ញុំឲ្យបានរួចពីភ័យម្ដងនេះនឹងបានល្បីគេធ្មួតទៅយើងនឹងតបគុណបងសុភាទុនសាយឯងយើងមិនភ្លេចគុណដរាបដល់អស់ជីវិតឯទុនសាយឮត្រីក្រាញ់និយាយអង្វរដូច្នោះហើយក៏ឆ្លើយថាបងត្រីក្រាញ់
ទៅមុនចុះទៅប្រាប់អស់បងប្អូនកុំឲ្យភឹតភ័យចាំខ្ញុំជួយដកឲ្យរួចកុំមានចិត្តបារម្ភអើយត្រីក្រាញ់ក៏ត្រឡប់ទៅវិញឯទន្សាយលុះព្រឹកប្រហាមឡើងទៅមាត់បឹងឃើញអស់សត្វកំពុងបាចទឹកក៏យកស្លឹកឈើដែលដង្កូវស៊ីធ្លុះមកធូរជាសម្បុតហើយស្រែកហៅអស់សត្វទាំងនោះថាណែបងប្អូនទាំងអស់ចាំស្ដាប់ខ្ញុំត្បិតព្រះឥន្ទលោកអរខ្ញុំនាំសម្បុតមកប្រាប់គ្រប់គ្នាថាព្រះឥន្ទលោកមកកាច់ជើងទ្រង់ប្រមុំយើងអកកាប់ក្បាលចចកដកភ្លុកដំរីសអស់សត្វឮថាសម្បុតព្រះឥន្ទដូច្នោះភ័យណាស់ផ្អើលបោលជន់គ្នាពៀនលើដំរីក្របីរមៀសរមៀងស្ទុះបោលទៅជន់លើពួកថ្លន់ជាទំនប់ដាច់ខ្លួនជា2ជា3កំណាត់ធ្លាយទំនប់លិចទឹកស្លាប់អស់សត្វទាំងនោះក៏ទៅជាចំណីត្រីវិញតាំងពីថ្ងៃនោះមកអស់សត្វទាំងពួងកោតខ្លាយប្រាជ្ញាសុភាទុនសាយទុកសុភាទុនសាយជាគ្រូបាអាចារ្យទាំងអស់